បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube បាទថ្ងៃនេះខ្ញុំបាទមានចំណេះដឹងខ្លីមួយពាក់ព័ន្ធជាមួយនឹងការ download កម្មវិធី AI ណាដែលយើងអាចសន្ទនានិយាយលេងជាមួយ AI បានដូចជាមនុស្សចឹងបាទអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងធ្វើការ down កម្មវិធី AI នេះមកធ្វើការចូលទៅក្នុង Play Store សិនមកបាទតោះមកនេះបាទជាស្រ័យបាទស្លក់ទឹកមាត់បាទអញ្ចឹងបងប្អូនធ្វើការចូលទៅក្នុង Play Store មកបន្តទៀតពុកម៉ែបងប្អូនចុចនៅកន្លែង search នេះមកបាទហើយពុកម៉ែបងប្អូនធ្វើការវាយអក្សរដូចខ្ញុំមកតមកពុកម៉ែបងប្អូន search ណាតើហើយនេះគឺជាកម្មវិធីដែលខ្ញុំប្រាប់ពុកម៉ែបងប្អូនបាទអញ្ចឹងគឺកម្មវិធីមួយនេះបាទប៉ុន្តែដោយសារខ្ញុំបានដំឡើងរួចហើយអញ្ចឹងពុកម៉ែបងប្អូនមិនទាន់បានដំឡើងចុចកន្លែងដំឡើងមកអញ្ចឹងធ្វើការថយទៅវិញដោយសារខ្ញុំបានដោនហើយអញ្ចឹងតទៀតពុកម៉ែបងប្អូនធ្វើការចុចចូលនៅក្នុងកម្មវិធី AI នេះមកបាទនេះគឺជាកម្មវិធីនេះដែលយើងបានដោនវិញចុចលើវាតទៀតកន្លែងនិយាយគឺកន្លែងនេះបងប្អូនកន្លែងនេះចឹងកន្លែងហ្នឹងគឺយើងមុននឹងនិយាយយើងធ្វើការចុចកន្លែងហ្នឹងមកហើយយើងសួរគេទៅគេនឹងឆ្លើយមកយើងប៉ុន្តែដោយសារខ្ញុំថតលើអេក្រង់អញ្ចឹងខ្ញុំនិយាយបានទេទោះបីខ្ញុំនិយាយប៉ុន្តែ AI គឺគាត់និយាយមកគឺអត់ឮទេអញ្ចឹងខ្ញុំគ្រាន់តែឧទាហរណ៍ទេបើសិនជាពុកម៉ែបងប្អូនដោនបានហើយពុកម៉ែបងប្អូនចុចឲ្យកន្លែងហ្នឹងមកដើម្បីនិយាយជាមួយ AI អញ្ចឹងខ្ញុំនឹងសួរ AI ហើយគាត់នឹងឆ្លើយតែអត់លើសំឡេងទេគាត់បកជាអក្សរមកយើងវិញអញ្ចឹងណាឥឡូវខ្ញុំសួរសួស្តីនិយាយខ្មែរមកតបមកតែប៉ុណ្្នឹងទេយើងនិយាយមួយ AI មិញណាដោយសារតែយើងចាក់ទៅក៏អត់ឮដែរជាមួយខ្ញុំចាក់អញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទធ្វើការ down លេងអស់គ្នាបាទបើសិនជាពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយបាទសូមអរគុណសូមគោរពលា